រថក្រោះខ្លាំងបំផុតលើលោកកំពុងជួបបញ្ហាធំនៅអ៊ុយក្រែន M1 Abraham របស់អាមេរិកមិនត្រូវបានផលិតមកដើម្បីច្បាំងក្នុងសមរភូមិដែលមានសុទ្ធតែដ្រូនអត្តឃាត FPV drone ហោះពាសពេញមេឃនោះទេប្រិមិត្តទស្សនិកជនបងប្អូនប្រកាសជាធ្លាប់ឮហើយនៅកិច្ចឈ្មោះដ៏ល្បីល្បាញរបស់កម្ពុជារថក្រោះ M1 Abraham របស់សហរដ្ឋអាមេរិកដែលធ្លាប់ឈ្នះគ្រប់សមរភូមិនៅពីចិនបូពីប៉ុន្តែនៅពេលដែលរថក្រោះដ៏មហិមានេះត្រូវបញ្ជូនទៅដល់សមរភូមិអ៊ុយក្រែនវាកំពុងតែប្រឈមមុខទៅនឹងការពិតដ៏ឃោរឃៅនិងសាហាវបំផុតដែលអ្នកផលិតមិនធ្លាប់ស្រមៃដល់យោងតាមការវិភាគចុងក្រោយរបស់បណ្ដាញយោធា Red Effect Official បានទម្លាយឲ្យដឹងថារថក្រោះ Abraham មិនត្រូវបានរចនាឡើងដើម្បីមកធ្វើសង្គ្រាមក្នុងទម្រង់ដែលកងទ័ពអ៊ុយក្រែនកំពុងតែធ្វើរាល់ថ្ងៃនោះទេមានមតិជាច្រើនរិះគន់ថារថក្រោះ Abraham បានហួសសម័យទៅហើយប៉ុន្តែការរិះគន់នេះគឺខុសស្រឡះបញ្ហាមិនមែនស្ថិតទៅលើគុណភាពរថក្រោះនោះទេតែបញ្ហាគឺស្ថិតនៅលើការផ្លាស់ប្ដូរទម្រង់នៃសង្គ្រាមនៅអ៊ុយក្រែនផ្ទៃមេឃត្រូវបានគ្រប់គ្រងដោយវងយន្តហោះដ្រូនអត្តឃាត FPV drone និងប្រព័ន្ធមីស៊ីលវាយប្រហារលើអាកាស Top Attack Threat រថក្រោះ Abraham ត្រូវបានរចនាឡើងដោយមានគ្រឿងសឹកក្រាស់បំផុតនៅផ្នែកខាងមុខដើម្បីទប់ទល់នឹងការបាញ់ទាល់ទល់គ្នាលើដីប៉ុន្តែដ្រូនរបស់រុស្ស៊ីមិនបានហោះមកបាញ់ពីមុខទេពួកវាបានហោះទៅទម្លាក់ក្របបែកចំផ្នែកខាងលើដំបូលរបស់រថក្រោះដែលជាចំណុចខ្សោយនិងស្ដើងបំផុតនេះហើយគឺជាមេរៀនថ្មីដែលធ្វើឲ្យរថក្រោះតម្លៃរាប់លានដុល្លារត្រូវឆេះខ្ទេចដោយសារដ្រូនកែច្នៃតម្លៃត្រឹមប៉ុន្មានរយដុល្លារប៉ុណ្ណោះបញ្ហាប្រឈមទី2ដែលធ្វើឲ្យ Abraham វេទនីបំផុតនោះគឺស្ថានភាពភូមិសាស្ត្រនិងការគ្រប់គ្រងផ្នែកភស្តុភាររថក្រោះនេះមានទម្ងន់ជាង70តោនដែលធ្វើឲ្យវាពិបាកធ្វើចលនានៅក្នុងរដូវរងានិងរដូវភក់ល្បាប់របស់ប្រទេសអ៊ុយក្រែនកាន់តែអាក្រក់ជាងនេះទៅទៀតបញ្ហាគ្រឿងបន្លាស់គឺជារឿងឈឺក្បាលបំផុតកងទ័ពអ៊ុយក្រែនកំពុងប្រឈមទៅនឹងការខ្វះខាតគ្រឿងបន្លាស់យ៉ាងធ្ងន់ធ្ងរដើម្បីជួសជុលរថក្រោះដែលខូចខាតបន្ថែមពីលើគម្លាតនៃការហ្វឹកហាត់ training gap គឺជាចំណុចខ្សោយផងដែរទីហ៊ានអ៊ុយក្រែនមានពេលហ្វឹកហាត់ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះមុននឹងបង្ខំចិត្តយករថក្រោះដ៏ទំនើបនិងស្មុគស្មាញនេះទៅបើកបរប្រយុទ្ធផ្ទាល់ទៅលើសមរភូមិជួរមុខការខ្វះបទពិសោធន៍នេះបានធ្វើឲ្យមានកំហុសឆ្គងជាច្រើនអន្លើព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាការបាត់បង់កេរ្តិ៍ឈ្មោះរបស់រថក្រោះអាមេរិកនោះទេប៉ុន្តែវាគឺជាមេរៀនប្រវត្តិសាស្ត្រផ្ទាល់ភ្នែកដែលកំពុងបង្ហាញប្រាប់ពិភពលោកទាំងមូលថាយុទ្ធសាស្ត្រសង្គ្រាមរថពាសដៃកំពុងតែផ្លាស់ប្ដូរនិងវិវត្តទៅមុខរៀងរាល់ថ្ងៃសូម្បីតែរថក្រោះដែលខ្លាំងបំផុតក្នុងលោកក៏មិនអាចរស់រានមានជីវិតបានឡើយប្រសិនបើគ្មានប្រព័ន្ធការពារដែនអាកាសនិងប្រព័ន្ធទប់ទល់យន្តហោះដ្រូនដែលហោះអមពីលើនោះតើអនាគតនៃរថក្រោះចម្បាំងនឹងទៅជាយ៉ាងណាតើវាដល់ពេលត្រូវចូលនិវត្តន៍ឬក៏ត្រូវបំពាក់បច្ចេកវិទ្យាថ្មីតើប្រិយមិត្តយល់យ៉ាងណាសូម comment បញ្ចេញមតិនៅវីដេអូខាងក្រោមខ្ញុំបាទសូមអរគុណសូមគោរពលា